finance មិនបាន finance ត្រូវដឹងជាទៀតយើងឃើញថាចំណុចអ្វីដែល finance ត្រូវដឹង marketing ការផ្នែក marketing គឺទាំង4ហ្នឹងគឺជា internal user internal user គឺអ្នកដែលប្រើប្រាស់នៅខាងក្នុងគឺអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងមានអីខ្លះមានដូចជា management human resource finance and marketing ហ្នឹងគឺអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុនត្រូវដឹងចំណែក external user អ្នកដែលត្រូវដឹងនៅខាងក្រៅហើយអ្វីបានជាអ្នកខាងក្រៅត្រូវដឹងព័ត៌មាន data ហ្នឹងដែរត្រូវដឹងពីព័ត៌មាននៅក្នុងក្រុមហ៊ុននឹងយើងដែរពីព្រោះថាហើយអ្នកដែលត្រូវការហ្នឹងគឺមានអ្នកណាខ្លះហើយដែលត្រូវការហ្នឹងគឺទី1គឺមាន IOS អីគេ IOS ពាក្យពេញមកវិញគឺ Internal Revenue Service ទី2 investor មិនបាន investor ទៅដល់អ្នកដែលវិនិយោគមិនបានទៅដល់ទី3 labor union ទី4 creditor ហើយមិនបាន creditor ទៅដល់ទី5 sex SEC ហ្នឹងពាក្យពេញមកវិញគឺ security and exchange commission ទី5ទី6 customer ហើយអ្វីបានជា customer មកដល់បន្តិចទៀតយើងនឹងស្នើ slide បន្តទៅយើងនឹងបង្ហាញអំពីហើយអ្វីបានជាអ្នកទាំងអស់នឹងត្រូវដឹងពីព័ត៌មានជាក់នៃនោះ There are two the broad user of financial information internal and external គឺមានពីរហ្នឹងសំណួរតែចាប់សួរឡើងទៅលើអ្នកដែលប្រើប្រាស់គណនីអ្នកដែលប្រើប្រាស់គណនីណាសំណួរទី1សួរថា Can we afford to give our employee a pay raise តើក្រុមហ៊ុនហ្នឹងអាចដំឡើងប្រាក់ខែឲ្យបុគ្គលិកបានអត់នៅក្នុងខែហ្នឹងឬខែបន្តតើក្រុមហ៊ុននឹងមានសមត្ថភាពដំឡើងប្រាក់ខែបុគ្គលិកនឹងអត់បើសិនជាបុគ្គលិកធ្វើការល្អហើយមានអតីតភាពធ្វើការយូរឯនោះអញ្ចឹងហើយបានជាតកតងអ្វី account នឹងដែរព័ត៌មានគណនីនឹងដែរពីព្រោះថាត្រូវការលុយនឹងបើកឲ្យបុគ្គលិកដែលមានអតីតភាពធ្វើការយូរឬក៏បុគ្គលិកធ្វើការល្អឬក៏មាន bonus ស្អីផ្សេងៗអញ្ចឹងអ្នកណាដែលសួរគឺ human resource សំណួរគឺ human resource តែតែសួរ human resource សួរថាតើខ្ញុំអាចបើកប្រាក់ខែឲ្យបុគ្គលិកខ្ញុំបានទេដំឡើងប្រាក់ខែឲ្យបុគ្គលិកខ្ញុំបានទេក្នុងខែហ្នឹងតែបុគ្គលិករបស់យើងហ្នឹងហើយបុគ្គលិកនៅផ្នែកណាមួយហ្នឹងធ្វើការល្អឬក៏ធ្វើការបានយូរអីចឹងទៅអញ្ចឹងយើងត្រូវមានប្រាក់ខែប្រាក់ពិព័រណ៍ឬក៏យើងនឹងប្រាក់ឧបត្ថម្ភអីផ្សេងៗដើម្បីឲ្យបុគ្គលិកយើងពេញចិត្តធ្វើការឲ្យយើងបានល្អហើយសំណួរមួយទៀត Did the company earn a certificatory income តើក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញគួរជាទីពេញចិត្តទេហើយសំណួរហ្នឹងតើអ្នកណាដែលសួរគឺ investor តើក្រុមហ៊ុននឹងបានលុយគ្រប់គ្រាន់នៅបានលុយច្រើននៅចំណេញមិនដែរការចំណេញរបស់ក្រុមហ៊ុននឹងមិនដែរចំណេញច្រើនឬចំណេញតិចឬក៏ជំពាក់គេច្រើនឬក៏ខាតចំណេញឬក៏ខាតអញ្ចឹងមិនបាន investor ត្រូវដឹងពីព្រោះថា investor ត្រូវដឹងព័ត៌មានជាក់នេះខ្លាំងណាស់ព្រោះinvestor ត្រូវការវិនិយោគអ្នកដែលវិនិយោគទុនដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនមួយឧបមាថាយើងមានលុយយើងជា investor យើងមានលុយយើងចង់រកស៊ីជាមួយក្រុមហ៊ុនមួយទៀតអញ្ចឹងយើងជា investor យើងត្រូវការដឹងក្រុមហ៊ុនមួយទៀតថាក្រុមហ៊ុនមួយទៀតហ្នឹង
មានប្រាក់ចំណេញមិនដែរតារាល់ខែហ្នឹងក្រុមហ៊ុននឹងចំណេញឬក៏ខាតបើសិនជាក្រុមហ៊ុននឹងខាតតាយើងជា investor ហ្នឹងយើងចង់រកស៊ីពីក្រុមហ៊ុននឹងទៀតទេគឺអត់ទេព្រោះក្រុមហ៊ុននឹងជាខាតតែយើងមិនចង់រកស៊ីក្រុមហ៊ុនទៀតប៉ុន្តែបើសិនជាក្រុមហ៊ុននឹងចំណេញយើងឃើញតែចំណេញតែយើងចង់ដាក់ទុនវិនិយោគរកស៊ីមួយទេអញ្ចឹងបានសំណួរហ្នឹងតែតែចង់សួរ investor តែតែចង់សួរថាតើក្រុមហ៊ុននឹងមានប្រាក់ចំណេញធ្វើជាទីពេញចិត្តហើយចំណែកមួយទៀត management ចាត់ទៅមួយ management ដែលតែតែចង់សួរនៅសំណួរទី3 management តែសួរថា do we need to borrow in the near future តើក្រុមហ៊ុនយើងនឹងត្រូវការខ្ចីលុយនៅក្នុងអនាគតដ៏ខ្លីខាងមុខនឹងអត់មិនបានមិនសួរចឹងពីព្រោះថាបើសិនជាក្រុមហ៊ុននឹងខាតក្រុមហ៊ុននឹងអត់មានលុយដើម្បីរកស៊ីឬក៏បណ្ដាក់ទុនទៅមុខទៀតអញ្ចឹងក្រុមហ៊ុននឹងត្រូវការខ្ចីលុយថែមទៀតអត់ក្រុមហ៊ុននឹងខ្វះលុយអត់បើសិនជាអត់ខ្វះលុយទេយើងមិនបាច់ខ្ចីទេប៉ុន្តែបើសិនជាក្រុមហ៊ុននឹងខ្វះលុយអញ្ចឹង management ត្រូវដឹងតើក្រុមហ៊ុនត្រូវខ្ចីលុយគេទៀតអត់ដើម្បីយកមករកស៊ីបន្ថែមដើម្បីធ្វើឲ្យក្រុមហ៊ុនយើងមានស្ថិរភាពតទៅមុខទៀតបើសិនជាយើងមិនខ្ចីលុយយ៉ាងម៉េចតាមយ៉ាងម៉េចអញ្ចឹង management ត្រូវគ្រប់គ្រងឬក្រុមហ៊ុនទាំងមូលហ្នឹងសំណួរមួយទៀតដែល finance តែចោលសួរដែរគឺសំណួរទី4គឺសំណួរទី4 is cash sufficient to pay dividend to their stockholder តើក្រុមហ៊ុនយើងហ្នឹងមានលុយគ្រប់គ្រាន់ដើម្បីចំណាយដើម្បី pay ទៅឲ្យ dividend ភាគលាភទៅឲ្យអ្នកដែលកាន់ភាគលាភនឹងដែរទេបានន័យថានៅក្នុងហ្នឹងគឺសំដៅទៅលើក្រុមហ៊ុនសាជីវកម្មដែលក្រុមហ៊ុននោះគឺជាអ្នកបោះបានបោះស្តុកលក់បានវាមិនលក់ហើយដែលអ្នកដែលកាន់បានវាមិននោះគឺនឹងទទួលបាន dividend គេហៅថា dividend គឺជាភាគលាភដែលគេនឹងទទួលបានគឺជាភាគលាភដែលយើងទទួលបាន dividend ហ្នឹងតើគេមានលុយគ្រប់គ្រាន់ pay ទៅឲ្យអ្នកដែលកាន់ភាគហ៊ុននោះដែរទេគឺកន្លែងហ្នឹងគឺ finance នៅក្នុង finance គឺជាអ្នកដែលចង់សួរសំណួរហ្នឹងចំណែកឯសំណួរទី5ខាង marketing ចាត់សួរថា what price for our product will maximize net profit តើថ្លៃទំនិញដែលយើងនឹងលក់ចេញហ្នឹងគួរតែលក់ថ្លៃប៉ុន្មានដើម្បីធ្វើឲ្យក្រុមហ៊ុនយើងទទួលបានប្រាក់ចំណេញខ្ពស់បំផុតអតិបរមាតើលក់ថ្លៃប៉ុន្មានហើយតើលក់នៅពេលណាលក់ថ្លៃប៉ុន្មានគឺ marketing ត្រូវដាក់ត្រូវចូលពីចឹងនៅសំណួរទី5ហ្នឹងគឺខាង marketing តែចាត់សួរចំណែកឯចំណុចទី6 will the company be able to pay short term សំណួរហ្នឹងគឺ investor creditor ជាអ្នកដែលត្រូវសួរតើ creditor ជាអ្វីគឺជាអ្នកដែលបើកបញ្ចេញមកឲ្យយើងឧបមាថាឥឡូវក្រុមហ៊ុនយើងហ្នឹងខ្វះលុយត្រូវការលុយយកមកគឺឲ្យក្រុមហ៊ុនយើងហ្នឹងមានស្ថិរភាពយកមករកស៊ីថែមយកមកអីចឹងទៅអញ្ចឹងអ្នកដែលផ្ដល់កម្ចីដូចជាធនាគារអញ្ចឹងដូចជាធនាគារដូចជាអីហ្នឹងគេហៅ creditor អ្នកដែលផ្ដល់កម្ចីមកឲ្យយើងមកថាអញ្ចឹងធនាគារមុននឹងឲ្យក្រុមហ៊ុនមួយខ្ចីលុយតើធនាគារនឹងត្រូវដឹងអីត្រូវដឹងពីព័ត៌មានហិរញ្ញវត្ថុផងដែរតើក្រុមហ៊ុនហ្នឹងមានសមត្ថភាពសងនៅប្រាក់បំណុលរយៈពេលខ្លីដែរទេដែលយើងនិយាយថា short term នៅក្នុងនេះ short term ដែលបំណុលរយៈពេលខ្លីតើក្រុមហ៊ុននឹងមានបើសិនជាធនាគារនឹងឲ្យលុយទៅក្រុមហ៊ុននឹងខ្ចី
ta trong hôn đó ta mà bài ca đàn có đã kê mặt bằng hai nữa ta trong hôn đó bên tầm man tập hiệp sau một nó là dạy về cây đồng bọc này kia nó bạn còn màn về rồi chân sum nô theo ông nâng sum nô theo cả môi nâng cứ tay tá chặt thua là từ tám user môi môi từ tám user môi môi slide là tổ làm bay ở ban cho là bạn về trận này nó ta trận này nó dạng mấy như mình sum nô muối làm bay xuống tới nhà mọi người sum nô số thả accounting is ingrained in our society and it vital to our economic system. Do you agree? Nó xong nói là cái số nhân thà cái gì thà ta chuyện này này thì ban cho nó riêng châu tới không nông sống cùng dương bạch bòn đó ban cho phút chiếc bên ở nào chuyện này là ban này thằng nơi tina có nơi pena nơi trong hôn na nơi này na có cái tra cá ta có cái tra cá men đi phát mặt kẹt này cái tra cá men kẹt này mùi này cho nhân vô so về tuần dồn cho nhân cho tuần dồn cho nhân pro về thì có là nhớ bởi sinh môn là slide sửa luôn à dân trời mơ tới dân trời mơ tới này thằng thằng trong môn mùi mùi ta trong môn mùi mùi nữa ở đây để ta mà đây để dân đang ta trong môn này có để trời cả nhẹ kẹt này đam bay vô từ cật ra trong môn nạt là này nạt là như là cho nên như thế nào yes that's correct đó là cái pro này mày rollក្រុមហ៊ុន roll អង្គពាជីកម្មទាំងអស់ហ្នឹងគឺត្រូវការព័ត៌មានគណនេយ្យហ្នឹងត្រូវការព័ត៌មានគណនេយ្យហើយតែគណនេយ្យហ្នឹងគេត្រូវបានគេរៀបចំនិងកត់ត្រាត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យខ្លះនៅក្នុងវិស័យ business investor creditor government agency non for profit organization must be just accounting information បានន័យថាអ្នកដែលទាំងអស់នោះគឺត្រូវការព័ត៌មានគណនេយ្យហើយអ្នកទាំងអស់ហ្នឹងគឺត្រូវការព័ត៌មានគណនេយ្យគឺអញ្ចឹងចាំបាច់ក្រុមហ៊ុនមួយត្រូវតែមានគណនេយ្យកោដើម្បីរៀបចំកត់ត្រាគណនេយ្យឲ្យបានច្បាស់លាស់និងបង្ហាញទៅលើអ្នកដែលប្រើប្រាស់ឲ្យបានច្បាស់លាស់ដើម្បីផ្ដល់ទំនុកចិត្តទីមួយដល់ទំនុកចិត្តដល់ក្រុមហ៊ុនទី2គឺយើងត្រូវ make sure ខ្លួនឯងដើម្បីនៅសុខភាពខ្លួនឯងសុខភាពក្រុមហ៊ុនខ្លួនឯងខ្លាំងឬក៏ខ្សោយខែនឹងចំណេញបានខាតបានជំពាក់គេប្រមាណគេជំពាក់យើងប្រមាណនោះយើងត្រូវដឹងបើសិនតែយើងមិនបាត់ត្រាទេសូម្បីតែចំណាយប្រមាណក៏យើងមិនដឹងក្នុងមួយខែចំណូលចូលប្រមាណក៏យើងអត់ដឹងយើងជំពាក់ប្រមាណក៏យើងមិនដឹងដូចជាអាស័តយើងមានប្រមាណក៏យើងអត់ដឹងទ្រព្យសម្បត្តិរបស់យើងមានប្រមាណក៏យើងមិនដឹងអញ្ចឹងយើងចាំបាច់ត្រូវតែកត់ត្រាទៅក្នុងexit យើងចូលដល់ចំណុចក្រមសីលធម៌នៅក្នុងការរៀបចំរបាយការណ៍ហេតុអ្វីបានជាយើងនិយាយថាក្រមសីលធម៌មានសារៈសំខាន់ទៅលើនៅក្នុងការរៀបចំរបាយការណ៍ហេតុផលគឺ standard គឺ standard ដែលបានដែលសម្រាប់ថាឬក៏អ្វីដែលបានរៀបចំឡើងហ្នឹងគឺវាត្រូវបានហើយគឺវាត្រូវបានធ្វើការសម្រេចថាវាត្រូវឬក៏ខុសតើការរៀបចំត្រូវឬក៏ខុសតើអ្នកដែលរៀបចំស្មោះត្រង់ឬមិនស្មោះត្រង់តើអ្នកដែលរៀបចំហ្នឹង fair ឬមិន fair មាន
សមភាពឬក៏គ្មានសមភាពគឺអាស្រ័យទៅលើគឺអាស្រ័យទៅលើ basic ក្រមសីលធម៌តែអ្នកនឹងមានក្រមសីលធម៌បើសិនអ្នកនឹងមានក្រមសីលល្អក្រមសីលធម៌នឹងវិជ្ជាជីវៈគណនេយ្យច្បាស់លាស់ត្រឹមត្រូវគឺអ្នកនឹងកត់ត្រាត្រឹមត្រូវប៉ុន្តែបើសិនជាអ្នកនឹងមានក្រមសីលធម៌នៅក្នុងអាជីពនៅក្នុងវិជ្ជាជីវៈនោះទេគឺការកត់ត្រានោះគឺកន្លងវិជ្ជាគឺខុសគឺកត់ត្រាត្រូវឲ្យខុសអញ្ចឹងវាអាស្រ័យទៅលើយើងដែលមានក្រមសីលធម៌ហើយចំណែកឯនេះគឺក្រុមហ៊ុននេះគឺបានដួលរលំនៅចំណុចទី1នេះគឺក្រុមហ៊ុនទាំងហ្នឹងគឺជាក្រុមហ៊ុនដែលមានក្រមសីលធម៌ហើយនិងក្រុមហ៊ុនផ្សេងៗទៀតដែលយើងរៀបរាប់អត់ក្រុមហ៊ុនទាំងហ្នឹងគឺជាក្រុមហ៊ុនដែលមានក្រមសីលធម៌អញ្ចឹងក្រុមហ៊ុនដែលមានក្រមសីលធម៌តែងតែខុសឧបមាថាឧបាយការនឹងក្រុមហ៊ុននឹងថាទេប៉ុន្តែចង់ឲ្យគេមកដាក់ទុនវិនិយោគជាមួយយើងចង់ឲ្យគេផ្ដល់កម្ចីមកយើងអញ្ចឹងយើងត្រូវរៀបចំរបាយការណ៍បំភ្លឺយើងថាយើងរៀបចំមកចំណេញដើម្បីឲ្យគេមកវិនិយោគជាមួយយើងអានោះហើយគឺជាក្រុមសីលធម៌នឹងហើយដែលចុងក្រោយទៅគឺធ្វើឲ្យក្រុមហ៊ុនមានប្រាក់នៅក្នុងនោះគឺក៏ដើម្បីទប់ស្កាត់បញ្ជាឬក៏កាត់បន្ថយនៅក្រមសីលធម៌មិនល្អនោះគឺក៏គេបានបង្កើតច្បាប់មួយទៀតដែរតែគេបាននៅក្នុងឆ្នាំ2002នេះគេបង្កើតច្បាប់ឡើងដើម្បីទប់ស្កាត់នៅក្រមសីលធម៌ដែលមិនល្អច្បាប់នោះគឺ Seven Observance Act ដែលបង្កើតឡើងនៅឆ្នាំ2002នោះចំណុច